សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកធ្វើលំហាត់ថ្មីមួយដែលតទៅជាមួយ limit នៃអនុគមដែលលំហាត់នេះខ្ញុំធ្វើឡើងសម្រាប់សិស្សទី12ដែលត្រៀមចូលឆ្នាំថ្មីព្រោះលំហាត់ហ្នឹងវាខ្ញុំធ្វើបែបងាយឆាប់យល់សម្រាប់អ្នកចេះហើយប្រហែលជាគាត់រៀងសាំតិចហើយអូខេអញ្ចឹងយើងមកមើលលំហាត់របស់យើងគេឲ្យយើងគណនា limit ខាងក្រោម a limit នៃអនុគម x ខិតទៅរក1នៃ x ការ៉េដក 1x នៅលើ x ការ៉េដក 2x បូក1អញ្ចឹងយើងអាចធ្វើបាន follow តាមខ្ញុំមកអញ្ចឹងដំបូងយើងត្រូវបំបែកភាគយកនិងភាគបែកជាផលកត្តាសិនមកអញ្ចឹងខ្ញុំតាំង f(x) ជាភាគយកនិង g(x) ជាភាគបែកអញ្ចឹងខ្ញុំយក g(x) យក f(x) យកមកធ្វើមុនមកគឺ f(x) ស្មើជាមួយនឹង x ការ៉េដក1អញ្ចឹងដោយសារតែរូបមន្តនេះចូលរូបមន្ត special រូបមន្តពិសេសដែលយើងប្រើបានគឺ a ការ៉េបូក b ការ៉េស្មើ a បូក b កតាបូក b ចឹងយើងអាចសរសេរបានថា f នៃ x ស្មើជាមួយនឹង x ការ៉េដក1ស្មើជាមួយនឹង x ដក1កតា x បូក1ហើយសម្រាប់ភាគបែកវិញគឺ g នៃ x ស្មើជាមួយនឹង x ការ៉េដក 2x បូក1អញ្ចឹងយើងអាចចែកវាជាផលកតាបានចែកវាជាទ្វេធាមកប៉ុន្តែយើងគួរសួរថាតើយើងគួរចែកនឹងប្រមាណដែលអាចយកទៅសម្រួលជាមួយនឹងភាគយកខាងលើបានអញ្ចឹងយើងត្រូវកលេចទៅមើល limit របស់យើងវិញតើ limit របស់យើងហ្នឹង x ខិតទៅរកប្រមាណជាក់ស្ដែងនៅក្នុងរបស់យើងគឺ x ខិតទៅរក1អញ្ចឹងយើងត្រូវតែយកវាទៅចែកជាមួយនឹង x ដក1ព្រោះx ខិតទៅរកចំនួនណាមួយគឺចំនួននោះដែលយើងត្រូវតែសម្រួលចោលអញ្ចឹងខ្ញុំអាចសរសេរទ្វេធាបានដែលយើងចែកបានគឺ x ការ៉េដក 2x បូក1ចែកនឹង x ដក1អញ្ចឹងយើងអាចចែកយកពីខ្ទង់ដំបូងដែល x ការ៉េដក 2x អញ្ចឹងដើម្បីអាចគុណបានយើងគុណនឹង x ទៅវាស្មើជាមួយនឹង x ការ៉េដក1អញ្ចឹង x ការ៉េដក x ការ៉េស្មើ0ដក 2x ដកនឹងដក1អញ្ចឹងស្មើជាមួយនឹងដក w(x) វាស្មើជាមួយនឹងដក x អញ្ចឹងនៅសល់លេខ1ក្រោមនោះទម្លាក់មកក្រោមមកអញ្ចឹងដើម្បីអាចដកឲ្យស្មើ0មកយើងត្រូវគុណមេគុណដក1ចូលថែមអញ្ចឹងយើងបានដក x បូក1អញ្ចឹងដក x បូក x ស្មើ0 1ដក1ស្មើ0អញ្ចឹងអាចសរសេរបានថា sin x ស្មើជាមួយនឹង x ដក1កតា x ដក1តាមវត្តលំហាត់ហ្នឹងវាចូលទៅ4 special ទាំងពីរប៉ុន្តែខ្ញុំចែកទៅដើម្បីឲ្យងាយស្រួលក្នុងការធ្វើលំហាត់ក្រោយទៀតអញ្ចឹងយើងបាន a របស់យើងស្មើជាមួយ limit x ខិតទៅ1នៃ x ការ៉េដក1នៅលើ x ការ៉េដក 2x បូក1អញ្ចឹងយើងអាចចំនួនផលគុណកតាយើងបានចូលបានហើយគឺ limit x ខិតទៅ1នៃx ការ៉េដក1ស្មើជាមួយនឹង x ដក1កតា x បូក1ចំណែកឯ x ការ៉េដក 2x បូក1ហ្នឹងគឺបាន x ដក1កតា x ដក1អញ្ចឹងស្មើជាមួយយើងអាចសម្រួល x ដក1ចោលដែលនិយាយមិញហ្នឹងអញ្ចឹងនៅសល់តែ limit x ខិតទៅ1នៃ x ការ៉េនៃ x បូក1នៅលើ x ដក1អញ្ចឹងយើងអាចចំនួនចូលមកចំនួន x យើងអាចមើលថា limit ខិតទៅប្រមាណអញ្ចឹងដោយសារតែលំហាត់នេះគឺ limit x ខិតទៅ1អញ្ចឹងយើងយក1ជំនួសគ្រប់ x បូកទាំងអស់អញ្ចឹងយើងបានឥឡូវ x ដាក់ឲ្យ1អញ្ចឹង1បូក1ក្រោមជួយបាន1ដកជាមួយនឹង1អញ្ចឹងយើងបាន2នៅលើ0ស្មើជាមួយនឹងអនន្តអញ្ចឹងមានន័យថា limit x ខិតទៅ1នៃ x ការ៉េដក1នៅលើ x ការ៉េដក 2x បូក1អាហ្នឹងយើងស្មើជាមួយនឹងអនន្តនេះជាចម្លើយរបស់វាអូខេអញ្ចឹងថ្ងៃនេះខ្ញុំមានតែប៉ុណ្្នឹងទេចាំថ្ងៃស្អែកខ្ញុំនឹងធ្វើលំហាត់ដែលវាងាយៗឲ្យស្រួលយល់តទៀតអរគុណច្រើនបាយបាយ